ក្នុងកិច្ចប្រជុំត្រីភាគីកម្ពុជាថៃហ្វីលីពីនសម្ដេចបានមានប្រសាសន៍ដូចតែកំភ្លៀងថៃអញ្ចឹងប្រាប់ថាការឈ្លានពានការរំលោភបំពានយកដីខ្មែរមិនមែនជារឿងត្រឹមត្រូវទេសូមឈប់ប្រហែលជាបងប្អូនបានឃើញអំពីការប្រជុំត្រីភាគីរវាងកម្ពុជាថៃនិងហ្វីលីពីនសម្ដេចបានមានប្រសាសន៍ជាច្រើននៅក្នុងការថ្លែងសន្ទរកថានៅពេលនោះសម្ដេចបានអបអរប្រធានថ្មីរបស់អាស៊ានគឺហ្វីលីពីនហើយជាមួយគ្នាសម្ដេចក៏បានមានប្រសាសន៍អំពីការស្ដារនៅសន្តិភាពរវាងកម្ពុជាថៃប៉ុន្តែមានឃ្លាមួយចំនួនដែលធ្វើឲ្យខ្ញុំពេញចិត្តខ្លាំងមែនទែនមានឃ្លាមួយសម្ដេចបានមានប្រសាសន៍ថាព្រំដែនរបស់ប្រទេសទាំងពីរមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការឈ្លានពានឬក៏ការប្រើកម្លាំងប្រដាប់អាវុធឬក៏អង្គហេតុណាមួយបង្កើតឡើងដើម្បីយកដីនោះទេ Cambodia reiterates that border cannot be changed nor determined by force or through fair conflict អញ្ចឹងរឿងនេះគឺសម្ដេចបានរំលឹកនៅលើឆាកនៅមុខបរទេសតែម្ដងថាថៃមិនអាចយកកម្លាំងទៅហ៊ានការឈ្លានពានទាំងអស់នោះហើយនិយាយថាអានឹងជាដីរបស់ខ្លួនទេហើយនៅក្នុងការថ្លែងនោះសម្ដេចក៏បានរំលឹកដែរថាប្រទេសថៃបានរើសអ្នកដឹកនាំថ្មីរួចហើយដល់ពេលហើយដែលយើងទៅអនុវត្តកិច្ចព្រមព្រៀងគ្នាកាលពីខែធ្នូឆ្នាំ2025គឺចាប់ផ្ដើមវាស់វែងគិតគូរអំពីព្រំដែនរបស់យើងតាមរយៈ JBC GBC ផ្សេងៗផងដែរ Cambodia calls for the full and immediate implementation of joint statement of 27 December in its entirety. In particular, point 3, which called for prompt resumption of JBC survey and demarcation work by JBC in accordance with existing agreement without further delay. We discussed the resumption of all existing mechanisms, namely the JBC, GBC, and RBC, as the new government of Thailand has assumed its full functionality. ហើយនៅក្នុងនោះដែរប្រសាសន៍ម៉ាត់របស់សម្ដេចបានបញ្ជាក់ថាកម្ពុជាប្រកាន់ជំហរគោរពតាមច្បាប់អន្តរជាតិក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកសង្កេតការណ៍របស់អាស៊ានផងដែរ Finally, Cambodia remains firmly committed to the peaceful settlement of disputes based on international law and existing agreements. Cambodia has extended full cooperation and called for strengthened role of AOT to verify and ensure the implementation of the ceasefire and all agreed measures. Cambodia highly appreciated the important role of ASEAN Observer Team, the AOT, and thanks ASEAN member states for their continued support and contribution. ចឹងកន្លែងនេះឲ្យបង្ហាញថាខ្មែរគោរពច្បាប់ខ្មែរមិនខ្លាចភាពត្រឹមត្រូវនោះទេពីព្រោះខ្មែរគឺជាអ្នកប្រកាន់សុចរិតភាពហើយនេះគឺជាអ្វីដែលរំលឹកថៃដែរថាភ្ញាក់ខ្លួនឡើងអ្វីដែលអ្នកធ្វើអ្វីដែលអ្នកកំពុងឈ្លានពានហើយនិយាយថាអូនេះគឺជាដីដែលអ្នកកាន់កាប់នេះគឺជាដីរបស់អ្នកគឺមិនមែនជារឿងត្រឹមត្រូវទេអញ្ចឹងនេះគឺជាសម្លេងមួយដ៏មានសក្តានុពលមែនទែននៅចំពោះមុខប្រធានអាស៊ានស្របពេលដែលនាយករដ្ឋមន្ត្រីថៃហាក់ដូចជាថ្លែងការណ៍ដែរប៉ុន្តែมันមានខ្លឹមសារណាមួយឲ្យរៀងរឹងមាំក៏ដូចជាធ្ងន់នោះទេអញ្ចឹងនេះគឺជាមោទនភាពមួយដែលយើងមានអ្នកដឹកនាំដ៏ប៉ិនប្រសប់ហើយនិយាយច្បាស់ក៏ដូចជាមានទំនុកចិត្តខ្លាំងមែនទែនក្នុងការឈរប្រកាសនៅមុខឆាកអន្តរជាតិថាខ្មែរមិនមែនជាអ្នកខុសអ្វីដែលថៃធ្វើគឺជាការឈ្លានពានមកកាន់កម្ពុជាហើយកម្ពុជាចង់បាននោះគឺជាសន្តិភាពនិងការដោះស្រាយដ៏ត្រឹមត្រូវមួយអញ្ចឹងបងប្អូនអ្នកនរគ្នាគិតមិនដែរអាច comment នៅខាងក្រោមបានហើយបើសិនបើចូលចិត្តវីដេអូនេះហើយគាំទ្រនៅខ្លឹមសារនិងប្រសាសន៍របស់សម្ដេចកុំភ្លេចចែករំលែកវីដេអូនេះផងអរគុណបងប្អូនអ្នកនរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបើសិនបើអត់ទាន់ follow ខ្ញុំនៅឡើយអាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណ